គឺជាទូករបស់ខេត្តបាត់ដំបងខ្សែទឹកខាងក្រៅសុវណ្ណកុមារសែនជ័យដែលពាក់ផ្លាកលេខ66ចាសូមជម្រាបជូនថាផ្នែកទូកអ៊ំបរោះឥឡូវនេះទូកខ្សែទឹកខាងក្នុងកំពុងតែបោះពួយយ៉ាងលឿនលយអស្ចារ្យមែនទែនហើយដែលឯកសណ្ឋានរបស់គាត់គឺមានពណ៌បៃតងស្រស់មួកពណ៌សចា៎ឬសូតែជ្រឹបតែម្ដងហើយមកដល់ចិត្តទីព្រ័ត្រចា៎នេះខ្ញុំអាចជម្រាបជូនបានថាទូកខ្សែទឹកខាងក្នុងនិរិនរាំងសីស្រីសពិចិត្ររបស់ខេត្តបាត់ដំបងគឺគាត់បានទទួលជ័យជំនះនៅក្នុងជើងទី1ថ្ងៃទី1ចា៎របស់គាត់ពណ៌សរំលេចទៅដោយចុងច្រវាសស្ញាច់តែម្ដងហើយគាត់ខំប្រឹងបន្ថែមលើពឿនខ្លាំងមែនទែនចំណែកឯទូកខ្សែទឹកខាងក្នុងដែលមានឈ្មោះថាកុមារសកុមារសែនជ័យចាគាត់ជួយមកពីខេត្តកណ្ដាលចាឥឡូវនេះខ្ញុំអាចជម្រាបជូនថាទូកខ្សែទឹកខាងក្រៅដែលមានឈ្មោះថា